បាទជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមក review ជូនបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងសកម្មភាពខ្លះៗនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិយើងបាទហើយតែប៉ុន្តែវីដេអូនេះគឺវីដេអូយូរដែរវីដេអូតាំងពីថ្ងៃចូលឆ្នាំខ្ញុំទើបតែ review ឡើងវិញបាទដោយតែបងប្អូនទាំងអស់គ្នាឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងបាទពួកខ្ញុំបានត្រឡប់មកពីភ្នំពេញវិញជាមួយនឹងគ្រួសារក៏ដូចជាមីងហើយប៉ាគាត់ជាអ្នកបើកឡានអញ្ចឹងទៅហើយទស្សនភាពនៅក្នុងវីដេអូនេះពួកខ្ញុំបានធ្វើដំណើរមកដល់ស្រុកភូមិកណាត់ដែលទីតាំងស្ថិតនៅភូមិហេតុសំណាញ់ឃុំមន្ជ័យស្រុកកណ្ដូលខេត្តស្វាយរៀងយើងហ្នឹងបាទឈានដល់ថ្ងៃព្រឹកថ្ងៃបន្ទាប់គឺនៅគេឋាននៅស្រុកកណាត់របស់ខ្ញុំហ្នឹងលោកតាជ័យរបស់ខ្ញុំគាត់បានរៀបចំកម្មវិធីបុណ្យហើយបុណ្យបង្សុកូលបាទយើងរៀបចំតូចដែរទេហើយយើងកំពុងតែមើលអញ្ចឹងឃើញមានសកម្មភាពលោកពូដែលមីងអ៊ំតាជ័យរបស់ខ្ញុំគាត់កំពុងតែជួយគ្នាញាប់ដៃញាប់ជើងក៏ដូចជាអ្នកភូមិផងរបស់ជាមួយហ្នឹងគឺគាត់មកជួយម្នាក់ម្ដាយមួយជើងដើម្បីឲ្យកម្មវិធីបុណ្យហ្នឹងរលូនទៅបាទនិយាយទៅនៅស្រុកកណាត់របស់ខ្ញុំគឺគេអត់ពេញនិយមជួលតុកឬក៏ទិញតុកទេគឺតែងតែមានអ្នកភូមិផងរបស់ជាមួយហ្នឹងគឺគាត់មកជួយម្នាក់ម្ដាយមួយជើងដើម្បីរៀបចំកម្មវិធីបុណ្យហ្នឹងឡើងដូចជាបងប្អូនឃើញអញ្ចឹងគឺមានការធ្វើសឡធ្វើហូបហាន់សាច់ហាន់អីចឹងទៅបាទសុទ្ធតែអ្នកភូមិលពូអ្នកមីងលោកតាជ័យរបស់ខ្ញុំគឺគាត់កំពុងតែញាប់ដៃញាប់ជើងជួយដល់បងប្អូនបាទឃើញអញ្ចឹងគឺថ្ងៃបុណ្យគឺយើងធ្វើនំបញ្ចុកទឹកស្លគឺបងប្អូនឃើញទេយើងធ្វើចំនួនមកទឹកស្លសម្រាប់ទទួលភ្ញៀវដែលអញ្ជើញមកបាទឥឡូវយើងចូលមកដល់សកម្មភាពបន្ទាប់គឺយើងឃើញព្រលឹមឡើងខាងរោងបុណ្យគេរៀបចំតោះក៏ដូចជាក្អីជញ្ជូនមកក្នុងរោងបុណ្យដើម្បីឲ្យយើងរៀបចំដាក់ទទួលភ្ញៀវបាទបងប្អូនឃើញអញ្ចឹងរោងបុណ្យនៅខាងស្រុកភូមិរបស់ខ្ញុំគឺវាសាមញ្ញចឹងទេតបក្អីអីក៏សាមញ្ញដែរគឺយើងអត់មានទៅរៀបចំស្អាតបាតអីដូចទីប្រជុំជននៅតាមទីក្រុងទេគឺសាមញ្ញតាមបែបជនបទអញ្ចឹងបាទហើយដូចតែយើងឃើញអញ្ចឹងព្រលឹមឡើងគឺខាងអ្នកនំបញ្ចុកអ្នកធ្វើនំបញ្ចុកហ្នឹងគាត់បានដឹកជញ្ជូននំបញ្ចុកយកឲ្យដល់ក្នុងរោងបុណ្យតែម្ដងដែលនំបញ្ចុកហ្នឹងយើងបានខកំងគេកក់ទុកគេអញ្ចឹងណាគេរៀបចំទុកឲ្យអញ្ចឹងគេដឹកមកឲ្យព្រលឹមឡើងគឺយើងរៀបចំទុកទៅទុកទទួលភ្ញៀវទទួលទានពេលគាត់មកកម្មវិធីបុណ្យបាទនៅខាងស្រុកខ្ញុំនេះនំបញ្ចុកនេះគេធ្វើច្រើនមែនទែនសម្រាប់ទទួលភ្ញៀវហើយដោយតែបងប្អូនឃើញអញ្ចឹងនំបញ្ចុកគឺគេដាក់បែបហ្នឹងបាទហើយខ្ញុំនេះក៏បានជួយលើកនំបញ្ចុកក៏ដែរតែមើលទៅរៀងធ្ងន់ដែរបាទយើងដាក់លើក្រែអញ្ចឹងទៅហើយយើងយកកណាត់ស្អាតមួយគ្របដើម្បីការពារធូលីអីហុយបាទយើងដាក់ចឹងហើយរៀបចំវាឲ្យស្អាតបានគឺជាមីងរបស់ខ្ញុំមីងទៅហើយសកម្មភាពបន្ទាប់នេះគឺអ្នកមីងឬក៏យាយខ្ញុំហ្នឹងគាត់បានកំពុងតែហាន់បន្លែហើយនេះជាលោកពូរបស់ខ្ញុំបានគាត់រៀបចំបន្លែឡើងរៀបចំតុករៀបចំកម្រាលអីហើយដើម្បីត្រៀមទុកទទួលភ្ញៀវពេលព្រលឹមពលនៅស្រុកខ្ញុំហ្នឹងភ្ញៀវមកពីព្រលឹមណាអញ្ចឹងម៉ោង6ជាង7ហ្នឹងភ្ញៀវចាប់ផ្ដើមមកបដាអញ្ចឹងយើងត្រូវត្រៀមពីព្រឹកឲ្យហើយបាទនៅស្រុកខ្ញុំគឺអត់មានអីទេតុកអីគឺឃើញអញ្ចឹងវាធម្មតាមានកណាត់អីចឹងទៅបាទកណាត់នេះគឺគេបោកទឹកស្អាតអស់ហើយបាទគឺគេចប់ពីកម្មវិធីបុណ្យមួយគេបោកទឹកស្អាតចឹងគេយកឲ្យយើង5ឲ្យទៀតហើយនេះគឺជាកន្លែងរៀបចំទុកដាក់ហូបអាហារនិងចប់អីគឺយើងរៀបទុកទទួលភ្ញៀវហើយដូចតែយើងឃើញចឹងនេះជាសកម្មភាពបុណ្យខ្លះដែលនៅក្នុងផ្ទះបោកតាខ្ញុំមានលើកំពង់បង្សុកូលបាទហើយមហូបពិសេសហ្នឹងនៅមហូបខេត្តស្វាយរៀងគឺសាច់ជ្រូកជ្រូកស្ដាយរំលេងហើយបន្ទាប់ពីចប់កម្មវិធីបុណ្យទៅថ្ងៃបន្ទាប់គឺជាថ្ងៃដែលយើងលេងកម្មវិធីកម្សាន្តខ្ញុំបានរៀបចំនៅការកម្មវិធីរបាយជាព្រៃឲ្យបងប្អូនមីងពូលេងបាទហើយនេះជាសកម្មភាពគ្រួសាររបស់ខ្ញុំមីងពូក៏ដូចជាខ្ញុំបងប្អូនខ្ញុំនិងបងប្អូនពៅខ្ញុំបាទជាសតតែជាបងប្អូនខ្ញុំបាទ